បងប្អូនខ្ញុំនៅតែអត់យល់ខ្ញុំអត់យល់ថាតើមូលហេតុអ្វីបានជាបងប្អូនខ្មែរយើងមួយចំនួនគាត់ជឿលើការញុះញង់របស់សារព័ត៌មានថៃមួយក្តាប់តូចដែលបានផ្សព្វផ្សាយក្រឡៃព័ត៌មានថាប្រទេសកម្ពុជាយើងបានដកទ័ពចេញហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាពាក់ព័ន្ធនឹងព័ត៌មានដែលកម្ពុជាដកទ័ពចេញនេះគឺជាព័ត៌មានមិនពិតទេបងប្អូនកម្ពុជាមិនបានដកទ័ពចេញពីដែនអធិបតេយ្យភាពរបស់ខ្លួននោះទេប៉ុន្តែកម្ពុជាគ្រាន់តែកែសម្រួលកម្លាំងកងទ័ពបន្ទាប់ពីមានការជួបចរចាគ្នារវាងយោធាកម្ពុជានិងយោធាថៃប្រទេសកម្ពុជានិងប្រទេសថៃមានគោលដៅរួមដើម្បីបញ្ជាកុំឲ្យមានការប៉ះទង្គិចគ្នាបង្ហូរឈាមគ្នាក្នុងទ្រង់ទ្រាយធំតែប៉ុណ្ណោះទើបមានការស្រោះស្រួលគ្នាដើម្បីកែសម្រួលកងទ័ពទាំងសងខាងករណីដែលមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំរហូតអាចបណ្ដាលឲ្យមានកងទ័ពទាំងសងខាងបាត់បង់អាយុជីវិតចឹងនេះជារឿងមិនល្អទេបងប្អូនចឹងដើម្បីបញ្ជាការប៉ះទង្គិចគ្នានេះរាជរដ្ឋាភិបាលថៃក៏ដូចជាកម្ពុជានេះបានសម្រេចចិត្តកែសម្រួលកងទ័ពដើម្បីបញ្ជាកុំឲ្យប៉ះគ្នាមិនមានការដកថយកម្លាំងទ័ពរបស់ប្រទេសកម្ពុជាចេញពីតំបន់ចំនួននោះទេចំណែកឯពាក់ព័ន្ធនឹងករណីប្តឹងជុំវិញនឹងរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំបីនេះទៅតុលាការអន្តរជាតិ ICJ កម្ពុជានៅតែប្រកាសជំហរប្តឹងដដែលខ្ញុំបាទសូមអំពាវនាវដល់បងប្អូនខ្មែរយើងទាំងអស់គ្នាកុំជឿលើព័ត៌មានញុះញង់ព័ត៌មានជាផ្លូវការគឺបងប្អូនរងចាំស្ដាប់ពីរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាខាងយោធារបស់ប្រទេសកម្ពុជាទើបជាព័ត៌មានពិតប្រាកដមួយទៀតសម្រាប់ក្រុមប្រឆាំងដែលតែងតែញុះញង់បំបាយបំបាក់ទឹកចិត្តកងទ័ពញុះញង់ប្រជាពលរដ្ឋខ្មែរខ្ញុំសូមជម្រាបជូនបងប្អូនថាខណៈពេលនេះមិនមែនជាខណៈពេលដែលយើងត្រូវជ្រោះគ្នាផ្ទៃក្នុងទេបងប្អូនយើងត្រូវរួបរวมគ្នាដើម្បីរក្សាដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងតើបងប្អូនយល់យ៉ាងណាជុំវិញពាក់ព័ន្ធនឹងករណីនេះបងប្អូនជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងហើយកុំភ្លេចចុចតាមដានខ្ញុំម្នាក់មួយដោយសារថ្ងៃទី14ខែមិថុនាខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃនឹងជួបប្រជុំពាក់ព័ន្ធនឹងករណីព្រំដែននេះអញ្ចឹងបន្ទាប់ពីមានលទ្ធផលយ៉ាងម៉េចយ៉ាងម៉ាហើយខ្ញុំនឹងជម្រាបជូនបងប្អូនបន្ថែមទៀតហើយអ្នកដែលកំពុងរស់នៅក្នុងប្រទេសថៃក៏ដូចជាអ្នកនៅតាមព្រំដែនចុច follow ម្នាក់មួយនៅពេលដែលមានករណីបន្ទាន់ខ្ញុំនឹងធ្វើ clip វីដេអូដើម្បីចែករំលែកជូនបងប្អូនឲ្យបានទាន់ពេលវេលាដូចគ្នាសូមអរគុណជួបគ្នាវីដេអូក្រោយ